សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងសិក្សាសង្ខេបអំពីមេរៀនកម្ដៅតើកម្ដៅគឺជាអ្វីកម្ដៅគឺជាថាមពលដែលផ្ទេរពីអង្គធាតុក្ដៅទៅអង្គធាតុត្រជាក់បន្ទាប់មកយើងមានចំណុះកម្ដៅគឺជាថាមពលដែលធ្វើឲ្យអង្គធាតុកើនសីតុណ្ហភាព1អង្សាសេចំណែកកម្ដៅម៉ាស់គិតត្រឹមតែម៉ាស់1គីឡូក្រាមប៉ុណ្ណោះឥឡូវយើងមើលការផ្លាស់ប្ដូរភាពរលាយគឺពីរឹងទៅរាវចំណែកកំណកគឺបញ្ច្រាស់មកវិញគឺពីរាវទៅរឹងរំពុះគឺពីរាវទៅឧស្ម័ននៅសីតុណ្ហភាពកំណត់កំណកជាញើសគឺពីឧស្ម័នមករាវវិញរីឯរំហួតគឺការបំផ្លាញពីរាវទៅចំហាយលើផ្ទៃខាងលើដោយមិនបាច់ពុះចូលដល់របនសំខាន់បរិមាណកម្ដៅស្រូបឬបញ្ចេញគឺគុយស្មើនឹង m គុណនឹង c គុណនឹងដែនតាតេជាបម្រែបម្រួលសីតុណ្ហភាពនៅពេលផ្លាស់ប្ដូរភាពសីតុណ្ហភាពនៅថេយើងប្រើកម្ដៅឡាតង់គុយស្មើនឹង m គុណនឹង ls ជាកម្ដៅឡាតង់រលាយឬ lv កម្ដៅឡាតង់បង្ហួតក្នុងការអនុវត្តយើងប្រើលោហៈដូចជាទង់ដែងធ្វើឆ្នាំងព្រោះវាមានកម្ដៅម៉ាស់តូចធ្វើឲ្យឆាប់ក្ដៅនិងជួយឲ្យទឹកពុះបានលឿនបាតុភូតរំហួតធ្វើឲ្យទឹកលើដំបូលស្ងួតក្រោយភ្លៀងហើយការដាក់ទឹកកកក្នុងភេសជ្ជៈគឺវាស្រូបកម្ដៅដើម្បីរលាយធ្វើឲ្យទឹកត្រជាក់សង្ឃឹមថាការសង្ខេបនេះជួយបងប្អូនថ្នាក់ទី10ឲ្យយល់កាន់តែច្បាស់ពីមេរៀនកម្ដៅអរគុណសម្រាប់ការទស្សនាជួបគ្នានៅមេរៀនក្រោយ